យោធាកម្ពុជាបកស្រាយថាសកម្មភាពទាហានថៃឈូសឆាយផ្លូវនៅតំបន់ច្រកថ្មដាខេត្តពោធិ៍សាត់ស្ថិតនៅក្នុងដែនដីរបស់គីទីក្រោយពីមានការផ្សព្វផ្សាយព័ត៌មានថាទាហានថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរនៅត្រង់ចំណុចអូរភ្លុកដំរីច្រកព្រំដែនថ្មដាខេត្តពោធិ៍សាត់រួចមកយោធាកម្ពុជារបស់យុទ្ធភូមិភាគទី5បានចេញមកអះអាងថាការផ្សាយនោះជាព័ត៌មានមិនពិតតាមពិតសកម្មភាពនៃការឈូសឆាយគ្រឿងចក្រទាហានថៃមានមែនតែស្ថិតនៅក្នុងទឹកដីរបស់គេទេសេចក្តីប្រកាសព័ត៌មានរបស់យុទ្ធភូមិភាគទី5ចេញផ្សាយនៅថ្ងៃទី17ខែតុលាបញ្ជាក់ថាការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគឺជាសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក GBC កម្ពុជាថៃកងទ័ពមិនត្រូវធ្វើអ្វីឲ្យខុសជំនាញទេជាមួយគ្នានេះយុទ្ធភូមិភាគទី5ក៏បានបញ្ជាក់ចំហយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាឲ្យបានជាដាច់ខាតនិងសូមប្រកាសគាំទ្រការដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិវិធីនិងឈលលើមូលដ្ឋានច្បាប់អន្តរជាតិកងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នោះការពារទឹកដីយ៉ាងម៉ឺងម៉ាត់បំផុតយុទ្ធភូមិភាគទី5ក៏បានស្នើដល់សាធារណជនទាំងអស់កុំមានការយល់ច្រឡំនិងសូមកុំបន្តចែកចាយវីដេអូដែលមិនពិតនេះតទៅទៀតគាត់ជាអតីតមេខ្ញុំបាទជាអតីតមេខ្ញុំកាលខ្ញុំនៅ AFP គាត់ជាមេខ្ញុំគាត់គឺគាត់នឹងហើយជាអ្នកដែល recommend ឲ្យខ្ញុំទៅធ្វើជា editor របស់ AFP នៅហុងកុងគាត់ថាខ្ញុំផ្សេងអីសមត្ថភាពមិនត្រូវនៅធ្វើ reporter នៅស្រុកខ្មែរតែទៅធ្វើ editor នៅហុងកុងប៉ុន្តែខ្ញុំបានចាក់ចេញពី AFP ទៅធ្វើ UN គាត់ខកចិត្តខ្លាំងមែនតើកាលនោះបាទបើចឹងតើលោកហាន់គាត់រាយការណ៍យ៉ាងម៉េចបាទចឹងបានន័យថាសេចក្តីរឿងរ៉ាវដែលកើតឡើងនៅភូមិព្រៃច័ន្ទនេះគឺទៅបានសារព័ត៌មានអន្តរជាតិរាយការណ៍ដល់ខាងក្រៅជាភាសាអង់គ្លេសដល់ខាងក្រៅហើយណាបាទអ្នករាយការណ៍ហ្នឹងក៏ជាមនុស្សដែលបាទមានគេឈ្មោះល្បីដែរលោកហាន់ហ្នឹងនៅក្នុង AFP គេស្គាល់ហៅគាត់ថាជាអ្នករាយការណ៍ព័ត៌មានអំពីសង្គ្រាមដែលខ្លាំងជាងគេបាទគាត់រាយការណ៍សង្គ្រាមនៅអាហ្វហ្គានីស្ថាននៅសង្គ្រាមនៅឡើយតែពីមិនសង្គ្រាមលើកនេះសង្គ្រាមលើកមុននោះទៀតនោះបាទគាត់រាយការណ៍នឹងបាទជាអ្នកជើងខ្លាំងបាទខ្ញុំសូមបកប្រែអត្ថបទនេះទូទស្សន៍ជូនប្រិមិត្តដូចតទៅអ្នកភូមិរបស់កម្ពុជាត្រូវបានឮសំឡេងខ្មោចដែលចាក់ដោយទាហានថៃអង្គការសហប្រជាជាតិនិងរដ្ឋាភិបាលថៃត្រូវបានទទូចឲ្យស៊ើបអង្កេតនៅយុទ្ធនាការផ្នែកចិត្តសាស្ត្រដ៏អាក្រក់ដែលរៀបចំឡើងដើម្បីបំផិតបំភ័យអ្នកភូមិកម្ពុជាដែលនៅក្នុងភូមិព្រៃច័ន្ទដែលនៅតាមបណ្ដោយព្រំដែនដែលមានចំនួនគ្នាដែលនៅទីនោះគឺសង្គ្រាមដែលមិនបានប្រកាសឲ្យដឹងបានមានជាបន្តបន្ទាប់មិនទាន់បាត់រលត់នោះចាប់តាំងពីខែឧសភាមកសំឡេងខ្មោចដែលគេថតទុកជាមុនដោយប្រើរលកសំឡេងយ៉ាងខ្លាំងហើយមានសំឡេងក្មេងស្រែកសំឡេងឆ្កែលូសំឡេងច្រវាក់លឺរងរាំងនិងសំឡេងឧទ្ធម្ភាគចក្រត្រូវបានគេចាក់លឺឆ្លងកាត់ព្រំដែននៅពាក់កណ្ដាលអាត្រៀតកាលពីចុងសប្តាហ៍កន្លងមកនេះក្រោយពីយោធារបស់ថៃបានចល័តចូលក្នុងតំបន់នោះហើយបានដាក់ដីនោះដោយមានការកំណត់ព្រំដែនរបស់ពួកគេហើយមានការដាក់សម្ភារៈសម្រាប់ដោះមីនផងដែរគឺការធ្វើនេះកើតឡើងនៅថ្ងៃទី10ខែតុលាអ្នកភូមិកម្ពុជាដែលនៅតំបន់នោះដែលនៅខណ្ឌចែកដោយរបងលួបន្លារបស់យោធាថៃបាវខ្សាច់ហើយនឹងកង់រថយន្តកស៊ូនោះគឺទៅបានគេប្រាប់ថាពួកគេកំពុងតែរស់នៅលើទឹកដីរបស់ថៃហើយត្រូវតែអនុវត្តច្បាប់របស់ពួកថៃហើយពួកគេត្រូវតែចាក់ចេញការទាមទារបែបនេះគឺត្រូវបានរដ្ឋាភិបាលក្រុងភ្នំពេញបានបដិសេធចោលជាបន្តបន្ទាប់សំឡេងខ្មោចស្រែកឡើងនោះត្រូវបានគេចាក់នៅពេលយប់នៅកាលពីចុងសប្តាហ៍ហើយត្រូវបានគេថតដោយអ្នកនៅក្នុងមូលដ្ឋានហើយត្រូវបានផ្សព្វផ្សាយយ៉ាងខ្លាំងនៅតាមបណ្ដាញសង្គម
ដូច្នេះបានទៀមទាបានធ្វើឲ្យមានការប្រៀបធៀបរវាងការធ្វើសង្គ្រាមខាងផ្នែកចិត្តសាស្ត្រដែលបានคล้ายទៅជាយុទ្ធនាការមួយដែលធ្លាប់បានអនុវត្តដោយពួកទាហានកូរ៉េខាងជើងប្រឆាំងនឹងកូរ៉េខាងត្បូងមន្ត្រីរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជាបាននិយាយថាយោធាថៃហើយនឹងអាជ្ញាធរខេត្តស្រះកែវនៅក្នុងប្រទេសថៃគឺបានគប់គិតគ្នាជាមួយនឹងបរិះឈ្មោះគុនទ្រូចពងបៃប៊ុនវ៉េតដែលគេស្គាល់ឈ្មោះផងដែរថាគុនចំផាឡាងដែលជាឈ្មោះតាមបណ្ដាញសង្គមរបស់គាត់ក្នុងការប្រព្រឹត្តអំពើល្មើសសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលផ្ទុយនឹងច្បាប់អន្តរជាតិបើយោងតាមសារព័ត៌មាន Fresh News បានរាយការណ៍ថាសម្លេងដែលធ្វើឲ្យស្ទើរតែថ្លង់បែកក្រដាសត្រចៀកនេះគឺបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ការទទួលទានដំណេកសុខភាពផ្លូវចិត្តនិងសុខុមាលភាពខាងអារម្មណ៍របស់អ្នកភូមិកម្ពុជាជាពិសេសទៅលើមនុស្សចាស់មនុស្សដែលមានជំងឺអ្នកដែលមានកាយសម្បទាមិនល្អគឺជនពិការកុមារតូចស្ត្រីនិងម្ដាយរបស់កុមារទាំងនោះក៏ដូចជាស្ត្រីមានផ្ទៃពោះផងដែរសារព័ត៌មាននោះបានរាយការណ៍ថាកាលពីខែសីហា Guntoch បានរៀបផែនការមួយដោយនាំយកក្បួនរថយន្តដឹកទឹកលូសំអុយចំនួន14គ្រឿងដែលមានដាក់ផ្លាកទង់ជាតិរបស់ថៃផងដែរក្នុងគោលបំណងមកបាញ់មកលើអ្នកភូមិកម្ពុជាហើយនឹងលំនៅឋានរបស់ពួកគេនៅភូមិជោគជ័យនិងភូមិប្រច័ណ្ឌដោយបន្ថែមនៅពេលក្រោយមកថាសកម្មភាពបែបនេះគឺធ្វើឲ្យខូចខាតនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរសិលធម៌ដល់សិលធម៌និងភាពជាមនុស្សរបស់ប្រជាជាតិថៃទាំងមូលតែម្ដងការប្រើប្រាស់ប្រតិបត្តិការខាងចិត្តសាស្ត្រនេះត្រូវបានថ្កោលទោសដោយភាគីទាំងសងខាងនៅទាំងសងខាងសមាជិកប្រសិទ្ធិរបស់ថៃអ្នកស្រីអង្គណានីឡាផាត់ជិតបានទទូចឲ្យក្រសួងការបរទេសរបស់ថៃស៊ើបអង្កេតដោយអ្នកស្រីបានគ្រប់គ្រងថាដោយអ្នកស្រីបាននិយាយថាការគ្រប់គ្រងដោយអ្នកស្រីបាននិយាយនេះគឺត្រូវបានគ្រប់គ្រងដោយអ្នកសារព័ត៌មានដ៏ល្បីឈ្មោះរបស់ថៃមួយរូបគឺលោកប្រាវិតរូចាណាប្រុកដែលបានបន្ថែមថាគឺថៃឥឡូវនេះបានคล้ายទៅជាប្រទេសមួយដែលគេសើចចំអកទូទៅលោកប្រាវិតបានសរសេរនៅក្នុងបណ្ដាញសង្គម Facebook របស់លោកថាពាក្យបណ្ដឹងត្រូវបានគេដាក់ទៅអង្គការសហប្រជាជាតិហើយកុំអនុញ្ញាតឲ្យប្រទេសថៃคล้ายទៅជាចំណុចសើចចំអកនៅក្នុងក្រសែភ្នែករបស់សហគមន៍អន្តរជាតិដោយសារតែផ្លែប៉ោមស្អុយចំនួនមួយក្តាប់តូចដែលធ្វើសកម្មភាពដែលគ្មានន័យអ្វីតតែសោះអ្នកស្រីអង្គណាបានបង្ហោះសារតាមបណ្ដាញសង្គម Facebook ដែលថាសកម្មភាពដែលធ្វើបែបនេះក្នុងការដាក់សម្ពាធឬក៏បង្កការភ័យខ្លាចទៅដល់ពលរដ្ឋនោះគឺរដ្ឋាភិបាលថៃត្រូវតែទទួលស្គាល់ថាសកម្មភាពទាំងអស់នេះគឺកំពុងតែស្ថិតក្រោមការត្រួតពិនិត្យដោយយកចិត្តទុកដាក់ពីអង្គការសហប្រជាជាតិហើយជាការមួយរំលោភនឹងអនុសញ្ញាស្ដីពីការប្រឆាំងនឹងការធ្វើទរណកម្មលោកស្រីបាននិយាយថារដ្ឋាភិបាលគួរតែដឹងខ្លួនហើយថាសកម្មភាពបែបនេះគឺបង្កឲ្យមានការភ័យខ្លាចឬក៏ប៉ះពាល់ទៅដល់ផ្លូវអារម្មណ៍និងសុខុមាលភាពរបស់ជនស៊ីវិលហើយសូម្បីតែនៅក្នុងពេលចំនួនក៏ដោយជាពិសេសគឺទៅដល់ក្រមប្រជាពលរដ្ឋដែលងាយរងគ្រោះដែលគេអាចចាត់ទុកថានេះគឺជាការធ្វើទារុណកម្មផ្នែកចិត្តសាស្ត្រអ្នកស្រីបានបន្តថាខ្ញុំចង់ឮពីរដ្ឋាភិបាលថៃថាតើត្រូវដោះស្រាយនិងពន្យល់យ៉ាងណាអំពីបញ្ហានេះទៅឆាកអន្តរជាតិដោយឡែកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាវិញក៏បានអំពាវនាវទៅដល់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សឲ្យស៊ើបអង្កេតទៅលើអ្វីដែលជាការចោទប្រកាន់ថាការប្រើប្រាស់របស់យោធាថៃនៅក្នុងការប្រើប្រាស់សម្លេងរំខាននិងបំផិតបំភ័យដល់ពលរដ្ឋកម្ពុជាដល់អ្នកភូមិកម្ពុជា
នៅក្នុងលិខិតមួយដែលផ្ញើជូនទៅដល់ឧត្តមក្រុមទៅដល់ស្នងការអង្គការសហប្រជាជាតិរបស់គឺលោក Volker Turk ម្ចាស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាគឺប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាគឺលោកកៅរេមីបាននិយាយថាសម្លេងស្រែកទហឹងរបស់ខ្មោចនេះទៅបានគេផ្សព្វផ្សាយតាមឧទ្ឃោសនស័ព្ទនៅពេលយប់មុនពេលពាក់កណ្ដាលអាធ្រាត្រហើយនឹងនៅពេលព្រឹកនៅចន្លោះម៉ោង 3:30 នាទីព្រឹកយប់លោកកៅរេមីក៏បានទទូចឲ្យលោក Turk ជំរុញយ៉ាងណាឲ្យមានការបញ្ឈប់យុទ្ធនាការបំផិតបំភ័យខាងចិត្តសាស្ត្រនេះជាបន្ទាន់ហើយក៏បានស្នើឲ្យការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបញ្ជូនបេសកជនមកកន្លែងកើតហេតុនេះជាបន្ទាន់ដើម្បីធ្វើជាអ្នកសង្កេតមើលហេតុការណ៍នោះលោកបានបន្ថែមថាបេសកកម្មនេះនឹងអនុញ្ញាតឲ្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិគឺបានសង្កេតឃើញដោយផ្ទាល់អំពីស្ថានភាពនិងចូលរួមចំណែកទៅដល់ការការពារសិទ្ធិមនុស្សនិងឈរលើគោលការណ៍មនុស្សធម៌បាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានUCA បាទតែពិតលោកខាន់គាត់សរសេរឲ្យសារព័ត៌មានច្រើនបាទច្រើនផងដែរពីព្រោះឥឡូវគាត់មិនចំណោះឲ្យអង្គភាពណាទេពីព្រោះគាត់ចាស់ហើយគាត់សរសេរមួយបាទខ្ញុំថាអ្វីដែលលោកខាន់សរសេរនេះគឺមានលក្ខណៈឆ្លុះបញ្ចាំងនៅអ្វីដែលបានកើតមានឡើងពិតប្រាកដមែនណាបាទហើយប្រិមិត្តវិញយល់យ៉ាងណាដែរបាទខ្ញុំជួបគាត់តែងតែនិយាយលេងថាចុងក្រោយនេះគាត់ក៏ពេលខ្លះគាត់សរសេរឲ្យ VOA ជាភាសាអង់គ្លេសដែរគាត់ជា correspondent របស់ VOA ប្រចាំនៅស្រុកខ្មែរដែរលោកខាន់ណាបាទដូចខ្ញុំបាននិយាយអញ្ចឹងគឺគាត់ជាអតីតប្រធានរបស់ខ្ញុំកាលខ្ញុំនៅជាអ្នកយកព័ត៌មានរបស់ AFP Agence France Presse រីឯព័ត៌មានទី2វិញគឺសូមជូននៅឧត្តមគតិរបស់លោកឆាងយុមួយបាទដោយលោកបានខិតខំសរសេរបន្ថែមទៀតជាប្រតិកម្មទៅនឹងរឿងអំបញ្ញមិញនេះដោយលោកឆាងយុបានហៅវាថាជាបាទជាវប្បធម៌ធ្លុកកំ pl ែងនឹងគោលនយោបាយមុខពីររបស់ថៃបាទលោកឆាងយុបានចេញការសារនេះគឺកាលពីថ្ងៃអាទិត្យទី12ខែតុលាណាបាទអញ្ចឹងខ្ញុំសូមចែករំលែកដូចតទៅការប្រើសម្លេងរំខានដោយយោធាថៃគឺជាការបំផិតបំភ័យផ្លូវចិត្តនិងយាយីលើជនស៊ីវិលកម្ពុជាកំពុងរស់នៅតាមព្រំដែនដែលនេះគឺមិនមែនជាសញ្ញាយុទ្ធសាស្ត្រយោធាប្រកបដោយភាពច្នៃប្រឌិតនោះទេប៉ុន្តែជាការបង្ហាញអំពីភាពក្មេងខ្ចីរបស់យោធាថៃក្នុងការគោរពច្បាប់និងដំណើរការសន្តិភាពលក្ខណៈសម្គាល់យោធាដែលមានវិជ្ជាជីវៈនិងភាពចាស់ទុំគឺការប្រកាន់ខ្ជាប់នៅវិន័យតម្លៃជាយោធានិងការគោរពនីតិរដ្ឋរចនាសម្ព័ន្ធយោធាណាដែលយាយីលើជនស៊ីវិលស្រុតត្រង់គឺមិនបានអនុវត្តទៅតាមស្តង់ដារយោធាលំដាប់ពិភពលោកនោះទេពលគឺយោធាទាំងនោះកំពុងទទួលយកអត្តចរិតនិងស្តង់ដារក្រមមិនស្របច្បាប់ដែលស្ថិតនៅក្រៅព្រំដែននៃស្ថាប័នវិជ្ជាជីវៈដូចជាអ្នកលេងជនពាលចៅប្លន់ឬជនល្មើសច្បាប់ជាដើមយើងគួរតែស្កោតទោសចំពោះអត្តចរិតក្មេងខ្ចីមិនសមរម្យរបស់អ្នកជិតខាងយើងហើយយើងគួរតែឆ្លើយតបដោយការតាំងចិត្តដល់អឡរឹកនិងសេចក្តីថ្លៃថ្នូរថាប្រជាជាតិកម្ពុជាមិនប្រព្រឹត្តទង្វើដោយគ្មានការទទួលខុសត្រូវបែបនេះទេហើយយើងក៏មិនរាថយដោយសារទង្វើក្មេងខ្ចីរបស់យោធាថៃបែបនេះដែរបាទនេះគឺជាសាររបស់លោកឆាងយុដែលលោកខិតខំសរសេរដើម្បីជាប្រទីបមួយដល់ប្រិយមិត្តទាំងអស់គ្នាបាទសូមអរគុណលោកឆាងយុផងដែរបាទនឹងស្តៀងអ្វីដែលខ្ញុំបានឆ្លើយជាមួយប្រិយមិត្តលើកមុនភ្លាមនោះគឺថាបាទបើគេ go low we go high ណាបាទដោយដកសងប្រសាសន៍របស់អ្នកស្រី Michelle Obama បាទឥឡូវនេះថៃកំពុងតែធ្វើទោះបីជាគាត់ដាក់ថាជាអ្នកសកម្មជននៃ social media social influencer ក៏ដោយប៉ុន្តែត្រូវចាំថាតំបន់នោះគឺស្ថិតក្រោមច្បាប់អាជ្ញាសិទ្ធិបើគ្មានការអនុញ្ញាតពីយោធាទេគឺមិនអាចចូលបានទេហើយបើសិនជាយោធាមិនដឹងថាអ្នកនោះទៅធ្វើអីទេក៏យោធាមិនឲ្យចូលដែរបានន័យថាមានការយល់ព្រមពីយោធាបាទព័ត៌មានទី3នេះគឺជាការថ្លែងរបស់លោក Mike Johnson ដែលជាប្រធានរដ្ឋសភារបស់សហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះនៅថ្ងៃច័ន្ទនេះលោក Mike Johnson បានធ្វើការព្យាករណ៍ថាការបិទរដ្ឋាភិបាលសហព័ន្ធនេះអាចនឹងមានរយៈពេលវែងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រដែលលោកបាននិយាយថា
លោកនឹងមិនចរចាជាមួយនឹងក្រុមគណៈបកប្រជាធិបតេយ្យទេទាល់តែក្រុមនោះគឺបញ្ឈប់ការទៀមទាឲ្យបញ្ចូលនៅការធានារ៉ាប់រងខាងផ្នែកសុខភាពហើយនឹងបើករដ្ឋាភិបាលឡើងវិញលោក Mike Johnson បានថ្លែងនៅឯវិមាន Capitol នៅថ្ងៃទី13នៃការបិទរដ្ឋាភិបាលដោយបានបញ្ជាក់ថាលោកមិនបានដឹងអំពីកិច្ចព្រមព្រៀងដែលខាងរដ្ឋាភិបាលរបស់លោកត្រាំបានបណ្ដេញបុគ្គលិករដ្ឋាភិបាលរាប់ពាន់អ្នកនោះទេហើយវាជារឿងមួយដែលមិនធម្មតាខ្លាំងណាស់ដែលកាត់ឡើងក្នុងអំឡុងពេលដែលបិទរដ្ឋាភិបាលហើយត្រូវបណ្ដេញបុគ្គលិករដ្ឋាភិបាលចោលដូច្នេះនៅក្នុងទំហំយ៉ាងច្រើនបាទដែលនេះគឺជាការមួយកាត់បន្ថយទំហំនៃការងាររបស់រដ្ឋាភិបាលដោយឡែកលោក JD Vance ដែលជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកវិញបានព្រមានថាអាចនឹងមានការកាត់បន្ថយដោយឈឺចាប់ថែមទៀតការកាត់ដោយឈឺចាប់ថែមទៀតនៅក្នុងពេលខាងមុខបាទហើយបើទោះបីជាមានការផ្ដល់ពីក្រមសហជីពក៏ដោយលោក Johnson បាននិយាយថាគឺយើងកំពុងតែឈានទៅដល់ការបិទរដ្ឋាភិបាលមួយដែលមានរយៈពេលវែងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រដោយសារតែគ្មានការបញ្ចប់ដែលអាចនឹងមើលឃើញបាននោះគឺគេមិនរំពឹងថាតើពេលណារដ្ឋាភិបាលនឹងត្រូវបើកឡើងវិញនេះទេហើយការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅពេលនេះគឺមានការប៉ះពាល់ទៅដល់ប្រតិបត្តិការជាប្រចាំរបស់រដ្ឋាភិបាលមានការបិទសារមន្ទីរ Smithsonian ដែលធ្វើឲ្យប៉ះពាល់ទៅដល់ទេសចរជាច្រើនដែលមករដ្ឋធានី Washington ដើម្បីទស្សនាសារមន្ទីរក៏ប៉ុន្តែត្រូវបានបិទទ្វារហើយវិទ្យាស្ថាប័នវប្បធម៌ជាសំខាន់ជាច្រើនក៏បានបិទផងដែររីឯនៅអាកាសយានដ្ឋានវិញគឺមានការរំខានទៅដល់ការហោះហើរជាច្រើនគឺដោយសារតែមិនសូវមានអ្នកធ្វើការនៅពេលនោះដូច្នេះបញ្ហាមិនប្រកបប្រជានៅដែលកើតមានឡើងពាក់ព័ន្ធនឹងការបិទរដ្ឋាភិបាលនេះក៏អាចនឹងមានផលប៉ះពាល់ក្នុងពេលខាងមុខនេះទៅដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផងដែរព័ត៌មានទី4វិញគឺលោក Dmitry Medvedev ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់រុស្ស៊ីនោះបានថ្លែងនៅថ្ងៃច័ន្ទនេះថាបាទដោយព្រមានទៅដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថាបើសិនជាលោក Trump ផ្ដល់មីស៊ីល Tomahawk ទៅឲ្យប្រទេសអ៊ុយក្រែន